ដូវផ្ការីកឆ្នាំក្រោយយើងជួបគ្នាទៀតលាគំនូរពពកជាទីក្រុងភ្នំនៃផលិតកម្មសេដ្ឋកិច្ចហ៊ុំព័ទ្ធដោយជួរភ្នំប្រមូលផ្ដុំរុក្ខជាតិតូចធំរស់នៅយ៉ាងកកកក្នុងតំបន់ភូមិភាគឦសានដែលជាមជ្ឈមណ្ឌលក្នុងការផ្សារភ្ជាប់ដួងព្រលឹងជាមួយនឹងធម្មជាតិទាញយកថាមពលដ៏ស្រស់ត្រកាលស្រទន់ភាពនៃពន្លឺព្រះអាទិត្យក្រាលគ្របលើវាលស្មៅបក់បោកតាមជំនួខ្យល់ដែលបង្ហាញនូវភាពស្លូតបូតសេចក្តីស្មោះត្រង់សេរីភាពសម្រាប់លំហែគួរជាទីជាប់ចិត្តដិតអារម្មណ៍គួយគុណសោភ័ណភាពធម្មជាតិដ៏អស្ចារ្យដែលជាទីកន្លែងដែលអាចមើលថ្ងៃរះនៅពីក្រោយភ្នំរួចបណ្ដាលអារម្មណ៍ដកហូតទុកកង្វល់សោកសៅឯកាសោកក្រោះឲ្យទៅបរិយាកាសរសាត់ឡើងទៅលើមេឃខ្លាចជាពពកធ្លាក់ចូលមកក្រោមប្រែខ្លាចទៅជាភ្លៀងជ្រាបចូលទៅក្នុងដីប្រែខ្លាចទៅជាអាប់ហើយចុងបញ្ចប់នៃភាពស្រស់ត្រកាលនឹងមកដល់ភាពរុងរឿងនឹងអ្វីដែលចង់បំភ្លេចនិងរសាត់បាត់ទៅ